ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបន្តឲ្យសំណួរតាក់ទងជាមួយនឹងការសុំសញ្ជាតិអញ្ចឹងណាសំណួរចាហើយខ្ញុំទំឃើញបងប្អូនប្រហែលថ្ងៃមុននោះខ្ញុំធ្វើវីដេអូតាក់ទងពីរឿងថា niveau 5ឥឡូវគឺឡើង niveau កម្រិតដូចថាស្អីគេកាត់10ឆ្នាំឡើង niveau កម្រិត B អាងកាត់ប្រងសញ្ជាតិ5ឡើង niveau កម្រិត B2 អញ្ចឹងកម្រិតមហាវិទ្យាល័យអីអញ្ចឹងណាមានបងប្អូនស្រីម្នាក់បានសរសេរកំងតែដាក់ឲ្យខ្ញុំស្ដាប់ទៅគឺថាមិនស្រួលវេទនានេះនិយាយត្រង់ណាគុំខ្ញុំសញ្ជាតិប្រាំងហើយណាបងប្អូនបើខ្ញុំមិនតន់សញ្ជាតិប្រាំងមិញណាបងអូនខ្លះថាប្រឡងពីម្ដងហើយប្រឡងដើម្បីបាននីវ៉ូហ្នឹងថាដឹងធ្លាក់ដូចថាធ្លាក់មួយដងអីអញ្ចឹងទៅធ្វើអង្គទៅជាងអីអញ្ចឹងណាស្ដាប់ទៅវាច្រើនណាស្ដាប់ទាំងស្អីនេះដូចជាខ្ញុំមិនតន់សញ្ជាតិប្រាំងវិញណាប្រហែលជានឹងធ្លាក់មួយដងទេអូខេឥឡូវយើងបញ្ចប់ធំហ្នឹងគុំគិតមិនបានការខ្ញុំជឿថាពួកបងប្អូនប្រកាសជាធ្វើបានខំប្រឹងប្រកែកឡើងឥឡូវយើងគិតសំណួររបស់ជាសញ្ជាតិបារាំងខ្ញុំឲ្យបងប្អូន6សំណួរថែមទៀតចាព្រោះអីខ្ញុំជពាក់ឡើងវិញញ៉ៃមិនវិញនេះបានឲ្យបងប្អូនជាតែដូចថាមួយថ្ងៃមុនថាទៅឲ្យម្ដងមួយសំណួរឲ្យបញ្ចប់អស់ហើយឲ្យឥឡូវខ្ញុំឲ្យ6សំណួរហើយចាំខ្ញុំឲ្យបន្តប្រហែល5សំណួរ6សំណួរឬក៏10សំណួរទៅតាមនោះទៅដើម្បីបញ្ចប់ហើយខ្ញុំបញ្ចូលទាំងអស់ធ្វើជាវីដេអូតែមួយហ្មងអូខេចាសង្ឃឹមតែបងប្អូនមិនខឹងខ្ញុំទេណាខ្ញុំមានជពាក់បងប្អូនច្រើនណាស់ទៀតស្អីខ្លះទៀតទៅលោកឲ្យគាត់ទុកឲ្យវាវល់អំវិញអត់មានពេលផងបងប្អូនអើយអូខេអញ្ចឹងខ្ញុំចាប់ដើមសំណួរនេះខ្ញុំធម្មតាខ្ញុំថាឲ្យហើយតែខ្ញុំសើម្ដងទៀតខ្ញុំ Qu'est-ce que la laïcité en France ចាតើអ្វីទៅគឺជា laïcité en France laïcité en France c'est la séparation entre les affaires religieuses et les affaires publiques laïcité ហ្នឹងបានន័យគឺការបែងចែកយ៉ាងច្បាស់លាស់រវាងសង្គមថាសាសនាហើយនឹងជាមួយនឹងpublic ចឹងណាចង់និយាយមានតាក់ទងគ្នាជាមួយនឹងរដ្ឋហើយនឹងជាមួយសាសនាចង់និយាយថាដូចយើងជាជនជាតិខ្មែរជនជាតិអីចឹងយើងកាន់ពុទ្ធសាសនាទៅជនជាតិអាចារ្យមកអីគេកាន់សាសនាខាងអាចារ្យទាំងទៅហើយដល់ពេលទៅពួកខាងប្រាំងហើយគេកាន់ពុទ្ធសាសនាគ្រឹះសាសនាអីអញ្ចឹងវាមានប៉ះពាល់គ្នាដូចថាយើងចង់កាន់អីក៏បានដែរចង់និយាយចឹងណាចាហើយដល់ពេលទៅសំណួរមួយទៀត Qui est le chef de l'État en France តើអ្នកណាគេគឺជាមេធំនៅក្នុងប្រទេសបារាំងចាគឺមេធំហ្នឹង le chef de l'État en France est le président ដូចថាអ្នកដែលធំជាងគេនៅស្រុកប្រាំងហ្នឹងគឺជា président ដោយស្រុកប្រាំងហ្នឹងហើយ président គឺ Emmanuel Macron ចាចឹងឯងចឹងណា Comment est élu le président de la République française តើនៅប្រទេសដូចថាការបោះឆ្នោតហ្នឹងនៅ président របស់ប្រាំងហ្នឹងបោះឆ្នោតរបៀបមិនទៅចឹងណាចា Le président de la République française est élu au suffrage universel direct pour un mandat de 5 ans ចង់និយាយថា président របស់ស្រុកប្រាំងគេបោះឆ្នោតរយៈពេលផ្ទាល់ពីប្រជាជនបោះឆ្នោតហ្មងទៅគឺរយៈពេល5ឆ្នាំចង់ដូចថារយៈពេលវាម៉ងដាមួយរបស់ប្រាំងបោះ5ឆ្នាំដោយស្រុកអាមេរិកទី4ឆ្នាំអញ្ចឹងចុះស្រុកខ្មែរយើងប្រហែលឆ្នាំដែរបងប្អូនបោះឆ្នោតធ្វើប្រធានាធិបតីអញ្ចឹងណាចាប្រទេសខ្លះគេហៅ Premier Minister ប្រទេសប្រាំងគេហៅ President ចាអញ្ចឹងណាដូចប្រទេសប្រាំងនេះគេហៅ President ប្រទេសខ្មែរយើងគេហៅ Premier Minister ហើយនៅអាមេរិកក៏ President ដែរអញ្ចឹងណានៅអង់គ្លេសគេហៅ Premier Minister ចាអញ្ចឹងណាឥឡូវយើងបន្តទៀតសំណួរមួយទៀតQui compose le Parlement français ចាតើ Parlement français សភាហ្វ្រង់សេហ្នឹងវាមានអ្វីខ្លះជាប់គ្នាចឹងណាចាគឺថា le Parlement français compose l'Assemblée nationale et le Sénat ចា l'Assemblée nationale le Sénat ចឹងណាចាទីវាពីរហ្នឹងឯងវាចូលគ្នាចឹងហើយដល់ពេលទៅ Quelle est la durée du mandat des députés l'Assemblée nationale ចារយៈពេលប្រមាណដូចថាម៉ងដារបស់ President គឺ5ឆ្នាំបោះឆ្នោតណាម្ដង5ឆ្នាំទៅបោះម្ដងទៀតដល់ពេលអាម៉ងដារបស់ខាងសភាអ្នកធ្វើការក្នុងសភានោះគឺមានរយៈពេលអ្នក Député អ្នកធ្វើការក្នុងសភាហ្នឹងមានរយៈពេលប្រមាណឆ្នាំដែរគឺថារយៈពេល5ឆ្នាំដែរ5 ans អូខេ le mandat pour les députés c'est 5 ans ចា5ឆ្នាំដូច President អញ្ចឹង5 ans អូខេ
cái role dù là sen ná ông front ta tôn nị ti phụ để sen ná nó thực miền tôn nị ti ấy cái nông sập hiền nó ngã trà tôn nị ti thừa ấy khla chẳng á il vote le lo e control le gouvernement trà phụ sen ná nó cứ cái bát nào cái vote bát nào đi theo chúng ta trong đi theo trong độc tê cho bạn ấy muối trắng phụ sen ná cái thử bát nào ok mình ok chẳng á hay bật tọt máu hay bật nật ơi giật tha bị sân công rồi của bạn mong chứ đôi hoàng ngày nó đại hai premier đã sọc hàng hoàng ngày nó cứ prang so bay ru bong prang so bay ru nó cứ thắt đất nom của bạn mong hay đạp pe sena phần đất hay đạp pe tới trong vậy thay mình ai xem chặt ấy đời ai thử miên chúng ta prang so bay ru chứ thử sena bớt nào bỏ ấy hay đạp bớt sena bớt nào hay thử president nó thử cái hai ta trong khỏi chơi môn năng tranh cho bảy mối tập president xem chặt hạ ok mà ok tại mình president này miên sẽ mình chọc ấy sẽ tập miên cả kilo sập từng ọc này chẳng chẳng ấy là bọc ổn ok nhưng mình lật nổ vĩnh khi ai qu'est-ce que la laïcité en France chà qui est le chef de l'État en France comment est élu le président de la République française qui compose le Parlement quelle est la durée du mandat des députés l'Assemblée nationale quel rôle joue le Sénat en France chà chẳng sầm nôថ្ងៃនេះគឺមាន6សំណួរចាសង្ឃឹមថាបងប្អូនអាចទទួលយកបានហើយចាំខ្ញុំបន្តសំណួរឲ្យបងប្អូនតទៅទៀតហើយសង្ឃឹមថាប្រហែលជាក្នុងមួយទឹកទៀតគឺបញ្ចប់សំណួរទាំងអស់ជាសញ្ជាតិបារាំងហើយខ្ញុំបញ្ចូលទាំងអស់ដើម្បីបញ្ចប់ហ្មងអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំចាបើសិនជាមានពាក្យខុសឆ្គងអ្វីឬក៏មានអ្វីបងប្អូនណាដែលប្រកបប្រកែប្រាំងខ្លាំងបន្ថែមអ្វីឬក៏បងប្អូនដែលបានពងឆ្លងកាត់ប្រឡងសម្ភាសជាប់តជាមួយនឹងដើម្បីសុំសេចក្ដីជួយឆ្លើយក្នុងកំងតែផងតើគេសម្ភាសរបៀបម៉េចអីមិនចឹងណាចាចឹងអរគុណជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាដែលកំពុងតែសុំសេចក្ដីបារាំងទាំងឡាយមានសំណាងល្អឲ្យបានចូលផ្លុកហ្មងមកចាំមានបញ្ហាពត់គេធ្វើពេលគេសួរសំណួរប៉ះចាំតែសំណួរយើងចេះអញ្ចឹងណាពីព្រោះចំពោះខ្ញុំវិញកាលពីក្មេងជួនកាលមេរៀនវិញទិញមើលផងខ្ញុំមើលហាក់ចាំទេមើលឲ្យគាត់តតន្ទិញមាត់ខ្ញុំនឹងប៉ាកើទៀតជួនកាលអន្ទិញអីមើលឲ្យចៃស្ដាប់ណាចេះទាំងអស់ជួនកាលទ្រង់ផ្លិចឃ្លាំងសំណួរមួយហ្នឹងណាប្រឡងជួនកាលចេះសំណួរបាក់សុចេះនឹងឯងអញ្ចឹងវាសួយអញ្ចឹងអូខេអញ្ចឹងអ្វីជាអតីតកាលហើយមនុស្សយើងវាវិលទៅវិលមកអញ្ចឹងឯងអូខេអញ្ចឹងបានហើយសំណាងល្អទាំងអស់គ្នាជម្រាបលា